สุดใส่บางคนออกเนี่ยว่าខ្ញុំចង់ចែកម្លែកតាក់ទងទៅនឹងការស្រកគីឡូបាទការស្រកគីឡូវិញខ្ញុំជួយបងប្អូនតែ3គោលដៅទេបាទចំណុចទី1បងប្អូនត្រូវផ្លាស់ប្ដូររបបអាហារពេលព្រឹកផ្លាស់ប្ដូរការញ៉ាំបាទអញ្ចឹងការស្រកគីឡូมันផ្ដោតទៅលើហាត់ប្រាណទាំងស្រុងទេការហាត់ប្រាណជួយបងប្អូនឲ្យស្រកបានតែ20%ទេប៉ុន្តែបើបងប្អូនបដូររបបអាហារពេលព្រឹកបាទអញ្ចឹងអាចជួយបងប្អូនបាន80%អូខេចំណុចទី2បងប្អូនត្រូវញ៉ាំទឹកឲ្យត្រឹមត្រូវបាទแบบខ្ញុំនេះទឹកក្តៅអ៊ុនៗក៏បានទឹកសុទ្ធក៏បានបាទបងប្អូនពេញចិត្តមួយណាបងប្អូនញ៉ាំមួយនោះបាទអញ្ចឹងការញ៉ាំទឹកបងប្អូនត្រូវញ៉ាំសន្សឹមកុំលឿនបាទបើញ៉ាំលឿនគឺมันបានប្រយោជន៍ទេដូចជះចោលទេបងប្អូនបាទអញ្ចឹងបើយើងញ៉ាំសន្សឹមទឹកទៅមានចូលទៅក្នុងរាងកាយរបស់យើងនឹងគឺសប់តែម្ដងបាទអញ្ចឹងការញ៉ាំទឹកញ៉ាំឲ្យទៅគីឡូស្តង់ដារបាទចំណុចទី3មានន័យថាបងប្អូនទៅឆ្លៀតហាត់ប្រាណអូខេរំលយ៉ាងណាដែរបងប្អូនទៅឆ្លៀតបាទសួរសំណួរថាហេតុអីបានហាត់បងប្អូនចង់បានសុខភាពល្អហេតុអីបានញ៉ាំទឹកបងប្អូនចង់បានសុខភាពល្អហេតុអីបានផ្លាស់ប្ដូររបបអាហារពេលព្រឹកបងប្អូនចង់ស្រកគីឡូឲ្យបានសុខភាពល្អអូខេអញ្ចឹងបើសិនជាបងប្អូនមានសំណួរបន្ថែមទាក់ទងទៅនឹងការស្រកគីឡូឬក៏ឡើងគីឡូអូខេបងប្អូនអាចឆាតមកសួរខ្ញុំបានបន្ថែមអរគុណច្រើន